ចឹងយើងបន្តមកការលំហាត់របស់យើងខាងក្រោមទៀតគឺម៉ងដៃហើយស៊ីសានណានាយឺហាឈីសៃដានសេយោស៊ីអេនអ៊ីឈីវ៉ាខូតេគីណេនគីងកេតស៊ីកាកឺយឺខ្ជឺម៉ានអេន公営住宅の3階で一人暮らしをしているហើយអញ្ចឹងបើយើងអានមកដល់ត្រឹមហ្នឹងគឺយើងយកបិទយកនៅចំណុចសំខាន់ខ្លះគឺស៊ីសានគាត់មានអាយុ78ឆ្នាំគាត់មានអាយុ78ឆ្នាំហើយអឺហើយតើអញ្ចឹងគឺយើងមកធ្វើលំហាត់បន្តទៀតអញ្ចឹងគឺលំហាត់ខាងក្រោមនេះហើយស៊ីសាន78歳男性養子縁日は公的年金月額19万円公営住宅の3階で一人暮らしをしているហើយពេលដែលយើងអានមកដល់ត្រឹមហ្នឹងគឺយើងបានយល់ថាស៊ីសានហ្នឹងគឺគាត់មានអាយុ78ឆ្នាំភេទប្រុសគឺជាYOCNIC បានន័យថាជាបុគ្គលដែលត្រូវការជំនួយកម្រិតលេខ1ហើយអញ្ចឹងគឺគេទៅសេកន្លែងនេះថា Kotekinen King ក Getsu Gaku Yukshuman N នេះបានន័យថាចំនួន Nen King ដែលគាត់ទទួលបានក្នុងមួយខែហ្នឹងគឺមានចំនួន19,000យេនហើយខូអេជីតាគឺខូអេជីតាគឺនេះគឺបានន័យថាផ្ទះជួលរបស់រដ្ឋអញ្ចឹងរាល់ថ្ងៃនេះគឺគាត់កំពុងតែស្នាក់នៅផ្ទះជួលរបស់រដ្ឋម្នាក់ឯងហើយតើអញ្ចឹងទៅមុខទៀតスマートシベルス語も就職型サービスを利用し、自炊の楽しみながら生活しているអញ្ចឹងកន្លែងនេះគឺគេបានន័យថាបន្ទាប់ពីប្រពន្ធរបស់គាត់នឹងបានស្លាប់បាត់ទៅគឺគាត់បានប្រើប្រាស់នៅសេវាកម្មShishogata Service អញ្ចឹងគឺជាសេវាកម្មDay Service ហើយអញ្ចឹងជីសួយពាក្យថាជីសួយកន្លែងនេះបានន័យថាគាត់អាចគឺការចម្អិនអាហារដោយខ្លួនឯងណាគាត់អាចចម្អិនអាហារដោយខ្លួនឯងអញ្ចឹងគឺជីសួយTanoshinaga Seigatsu Shiteru អញ្ចឹងបានន័យថាគឺគាត់បានធ្វើការចម្អិនអាហារដោយខ្លួនឯងហើយនឹងរស់នៅដោយសប្បាយរីករាយអញ្ចឹងទៅហើយតោះខាងក្រោមនេះគឺគេได้សេថា最近膝の具合が良くないこともあり階段のおがりあ上がり下りが、ហើយតើអញ្ចឹងគឺយើងចូលមកកាន់លំហាត់បន្តទៀតគឺមុនដៃហើយស៊ីសាន78歳男性養子縁日は公的年金月額19万円公営住宅の3階で一人暮らしをしているហើយមកដល់ត្រឹមហ្នឹងគឺគេបានប្រាប់យើងថាស៊ីសានហ្នឹងគឺគាត់មានអាយុ78ឆ្នាំភេទប្រុសហើយគឺជាបុគ្គលដែលត្រូវការជំនួយកម្រិតលេខ1ហើយខូតេគីណែនគីងហ្គេតស៊ឺកាគឺយឺខ្ជឺម៉ានអេនេះគឺបានន័យថាចំនួនលុយណែនគីងដែលគាត់ទទួលក្នុងមួយខែហ្នឹងគឺចំនួន19,000យេនហើយច្រើនគួរសមដែរហើយខាងក្រោមនេះគឺគេទៅសេខាងក្រោយនេះគឺគេទៅសេថាខូអេជីតាគឺខូអេជីតាគឺនេះបានន័យថាគឺជាគាត់កំពុងតែគឺជាផ្ទះជួលរបស់រដ្ឋអញ្ចឹងបានន័យថាគាត់កំពុងតែរស់នៅក្នុងផ្ទះជួលរបស់រដ្ឋជាន់ទី3ណាហើយអញ្ចឹងយើងអានទៅមុខទៀតスマートシベツ語も就職型サービスを利用し、自炊を楽しみながら生活しているអញ្ចឹងបានន័យថាបន្ទាប់ពីប្រពន្ធរបស់គាត់នឹងបានស្លាប់បាត់ទៅគាត់នៅតែគាត់បានបន្តប្រើនៅស៊ឺសូកាតាសាប៊ីសគឺជា day service ហ្នឹងហើយគឺគាត់រស់នៅដោយដោយសប្បាយរីករាយហើយគាត់គឺចម្អិនម្ហូបដោយខ្លួនឯងជីសួយហ្នឹងគឺគាត់ធ្វើការចម្អិនអាហារដោយខ្លួនឯងហើយអញ្ចឹងខាងក្រោយនេះគេទៅសេថា最近膝の具合が良くないこともあり階段の上がり下りが負担になってきたអញ្ចឹងបានន័យថាថ្មីហ្នឹងគឺជង្គង់របស់គាត់ហ្នឹងគឺមានសភាពមិនល្អទេនៅពេលដែលឡើងជណ្ដើរហើយនឹងចុះជណ្ដើរហ្នឹងវាធ្វើឲ្យមានបន្ទុកច្រើនអញ្ចឹងបានន័យថានៅពេលដែលឡើងជណ្ដើរចុះជណ្ដើរហ្នឹងគឺពិបាកហើយそこで転居について推奨型サービスの D3 介護福祉士に相談をしたអញ្ចឹងគឺគាត់មានគោលបំណងថាចង់បដូរកន្លែងរស់នៅទាំងខ្យល់នេះហើយគឺគាត់មានបំណងថាចង់បដូរកន្លែងរស់នៅក៏បានទៅសូដានជាមួយនឹងឌីសានដែលជាបុគ្គលិកដែលធ្វើការនៅក្នុងស៊ឺជុកកាតាសាប៊ីសហ្នឹងកន្លែងដេសាប៊ីសដែលគាត់កំពុងប្រើហ្នឹងហើយ
ចំណាំហើយអញ្ចឹងយើងអានសំណួរទាំងអស់គ្នាគេសួរយើងថា次のうちで介護福祉士が C さんに紹介する住まいの場として最も適切なものを一つ選びなさいអញ្ចឹងកន្លែងនេះគឺគេចង់បានន័យថាអឺនៅពេលដែលC សានហ្នឹងសួរទៅកាន់ D សាននិង D សានគឺជាខេកូហ្វូគូស៊ីស៊ីហ្នឹងណាហើយតើ D សានហ្នឹងគួរតែចូលកៃអំពីកន្លែងរស់នៅហ្នឹងទៅកាន់អឺស៊ីសាននឹងមិនដែរហើយអញ្ចឹងគឺយើងមើលទៅកាន់ចម្លើយដែលគេឲ្យយើងរើសទាំងអស់គ្នាហើយអញ្ចឹងគឺ1番認知症対応型衝動生活介護認知症高齢者グループホームはい2番介護好き有料老人ホームはい3番経費老人ホーム A 型はい4番サービス好き高齢者向け自宅。はい。5番គឺយកករោជីនហូមហើយអញ្ចឹងផ្ដល់កន្លែងនេះគឺចម្លើយដែលជាចម្លើយដែលត្រឹមត្រូវនោះគឺជាចម្លើយលេខ4ហើយចម្លើយលេខ4គឺជាចម្លើយដែលត្រឹមត្រូវហើយហេតុអីមិនចម្លើយលេខ4ហ្នឹងគឺជាចម្លើយដែលត្រឹមត្រូវគឺដោយសារតែអឺគេទៅសេថាសាប៊ីស៊ូស្គីកូរ៉េសាបុកេជីតាគឺបានន័យថាគឺជាផ្ទះសម្រាប់អឺកូរ៉េសាសម្រាប់បុគ្គលដែលចាស់ជរានៅក្នុងនោះមានផ្ដល់សេវាកម្មអីផ្សេងទៀតអីអញ្ចឹងទៅណាហើយអញ្ចឹងមើលទៅកាន់ចម្លើយផ្សេងទៀតហេតុអីបានជាអឺចម្លើយហ្នឹងមិនមែនជាចម្លើយដែលត្រឹមត្រូវយើងទៅពីឈីបាំងមុនគឺនិនជីសូថៃអូកាតាខ្ជូដូសេកាត់ស្ខៃហ្គឬក៏និនជីសូកូរ៉េសាគ្រប់ពឺហូមើហើយសេវាកម្មហ្នឹងមូលហេតុដែលសេវាកម្មហ្នឹងមិនមែនជាសេវាកម្មដែលត្រឹមត្រូវមិនមែនជាចម្លើយដែលត្រឹមត្រូវគឺដោយសារតែបើសិនជាយើងចង់ប្រើនៅសេវាកម្មនិនជីសូថៃអូកាតាខ្ជូដូសេកាត់ស្ខៃហ្គហ្នឹងគឺយើងត្រូវតែមានអឺជំងឺទី1គឺត្រូវការមានជំងឺ Ninja តោះនេះអ្នកទាំងអស់គ្នាយើងត្រូវតែមានជំងឺ Ninja ហើយសម្រាប់ស៊ីសានេះបើតាមអ្វីដែលគេរៀបរាប់ខាងលើនេះគឺគាត់អត់មានជំងឺ Ninja ទេហើយលក្ខខណ្ឌទី2ដើម្បីអាចប្រើប្រាស់សេវាកម្មដែលសេនៅក្នុងចម្លើយលេខ1នេះបានគឺគាត់ត្រូវតែមានយោខៃហ្គកហើយតែសម្រាប់ស៊ីសានវិញគឺគាត់យោ CN ហើយអញ្ចឹងទើបធ្វើឲ្យចម្លើយលេខ1នេះគឺមិនមែនជាចម្លើយដែលត្រឹមត្រូវទេហើយអញ្ចឹងគឺយើងមើលទៅកាន់ចម្លើយលេខ2នេះបានខៃហ្គោស្គីជីរីយ៉ូរ៉ូជីនហូមើអញ្ចឹងបានន័យថាគឺជាជីរីយ៉ូរ៉ូជីនហូមើគឺជាកន្លែងដែលមានផ្ដល់នូវសេវាកម្មថែទាំហើយប៉ុន្តែបើយើងក៏លេចទៅមើលសម្រាប់ស៊ីសានវិញគាត់គឺមិនមែនជាបុគ្គលដែលត្រូវការថែទាំទេបើយើងនិយាយជាភាសាជប៉ុនគឺយោខៃហ្គោចាអញ្ចឹងគាត់មិនមែនជាយោខៃហ្គោសាទេគាត់គឺជាយោ CN សាអញ្ចឹងសម្រាប់ចម្លើយលេខ2នេះគឺមិនត្រឹមត្រូវទេហើយអ្នកដែលអាចចូលទៅក្នុងKaigoski Jirio Rojin Home នឹងបានលុះត្រាតែគាត់មានយោ Kaigo Ninte បានន័យថាគាត់មានគឺជាបុគ្គលដែលត្រូវការថែទាំកម្រិតលេខ1រហូតដល់លេខ5អញ្ចឹងទៅហើយតើអញ្ចឹងយើងមកមើលសានបាងវិញគឺ Kehi Rojin Home A អត្តហើយសម្រាប់ Kehi Rojin Home នេះគឺគេធ្វើឡើងសម្រាប់បុគ្គលដែលមានអាយុ60ឆ្នាំឡើងទៅបុគ្គលគោលដៅរបស់គេហើយគឺបុគ្គលដែលមានអាយុ60ឆ្នាំឡើងទៅហើយបុគ្គលហ្នឹងគឺជាបុគ្គលដែលអឺមានការខ្វះខាតថវិកាគឺមិននិយាយស្រួលស្ដាប់ទេគឺគាត់អត់សូវមានលុយប៉ុន្តែបើយើងក៏លេចមកមើលស៊ីសានវិញស៊ីសានគឺ code taking ranking របស់គាត់គឺក្នុងមួយខែទទួលបានរហូតដល់19,000ហើយគឺច្រើនដែរគឺច្រើនគួរសមដែរអញ្ចឹងគឺគេមិនអាចរាប់គាត់ថាគឺជាបុគ្គលដែលអត់សូវមានលុយទេអញ្ចឹងហើយទើបស៊ីសាហ្នឹងគឺគាត់មិនអាចចូលទៅក្នុង K-Hero Jin Home នេះបានទេហើយធ្វើឲ្យវាហ្នឹងគឺជាមិនមែនជាចម្លើយដែលត្រឹមត្រូវហើយតើអញ្ចឹងយើងក៏លេខមកមើលហើយងូបាំងហ្នឹងគឺយោគរោជីនហូមសម្រាប់យោគរោជីនហូមនេះគឺគេធ្វើឡើងឬក៏បង្កើតឡើងមកសម្រាប់តែអ្នកដែលមិនអាចនៅម្នាក់ឯងកើតហើយអ្នកដែលមិនអាចនៅតែម្នាក់ឯងកើតហ្នឹងគឺអាចចូលទៅនៅក្នុងយោគរោជីនហូមគឺនៅក្នុងហ្នឹងគឺមានការមើលថែពីបុគ្គលិកដែលធ្វើការនៅក្នុងហ្នឹងហើយអញ្ចឹងហើយយើងក៏លេចមកមើលស៊ីសានវិញគឺគាត់history crushing ណាហើយបានន័យថាគាត់អាចរស់នៅដោយខ្លួនឯងបានហើយដោយម្នាក់ឯងតែម្នាក់ឯងបានហើយចឹងហើយទើបធ្វើឲ្យចម្លើយលេខ5នេះគឺមិនមែនជាចម្លើយដែលត្រឹមត្រូវទេហើយ
អញ្ចឹងនៅក្នុងលំហាត់នេះការបកស្រាយតាក់ទងជាមួយនឹងសេវាកម្មនេះខ្ញុំសូមបកស្រាយខ្លីៗត្រឹមហ្នឹងហើយបើយើងមានចម្ងល់អីយើងអាចស្រាវជ្រាវរៀនមេរៀនបន្តទៀតបានហើយអញ្ចឹងអរគុណច្រើនជាងសូមបញ្ចប់ត្រឹមហ្នឹងហើយ